តិចនិចនៅក្នុងការរើសម្ហូបអាហារដែលសុវត្ថិភាពមានបងប្អូនសួរខ្ញុំច្រើនព្រោះដោយសារតែខ្ញុំនិយាយពីអាហារផ្សារភ្ជាប់សុខភាពហើយអាហារណាដែលបង្កហានិភ័យទៅជាមហារីកធ្ងន់ធ្ងរដូចជាអាហារដែលមានសារជាតិគីមីសារជាតិថ្នាំបាញ់ថ្នាំតាំងពីស្លឹករហូតដល់ផ្លែមួយទៀតគឺបាញ់ថ្នាំឲ្យឆាប់ទុំមួយទៀតគឺបាញ់ថ្នាំដើម្បីឲ្យវានៅបានយូរទី2គឺពេលដែលយកទៅកែច្នៃត្រូវដាក់ថ្នាំតាមដំណាក់កាលរហូតទៅដល់កែច្នៃនឹងហើយដាក់ថ្នាំរក្សាទុកទៀតអូយបងប្អូនហើយជីវិតយើងសំលុយកាក់សេនរហូតវេទនាក៏ដើម្បីអីដើម្បីរកបានទៅមានពេលឱកាសមួយដែលអាចចាយលុយខ្លួនឯងរកបានស្រាប់តែខំប្រឹងសំរងថ្ងៃដល់ពេលមានលុយឈឺបាត់ហើយឈឺប៉ះជំងឺដែលពិបាកព្យាបាលទៀតខ្ញុំជួបបទពិសោធន៍បងប្អូនច្រើនពេលដែលខ្ញុំចុះទៅធ្វើការតាមខេត្តចឹងមិនតិចបញ្ហាព្រោះឥឡូវខ្ញុំមានប្រព័ន្ធប្រឹក្សាផ្ទាល់ខ្លួនទៀតគឺរឿងរាវទាំងអស់គឺខ្ញុំស្ដាប់រាល់ថ្ងៃឃើញរាល់ថ្ងៃឮរាល់ថ្ងៃរយលានបញ្ហាដូច្នេះហើយខ្ញុំចង់និយាយថាចេះបងប្អូនផលិតផលធម្មជាតិយើងដាំខ្លួនឯងបានមើលជុំវងវិញផ្ទះគ្រប់គ្រងឲ្យអាការដាំដុះនឹងកាន់តែច្រើនហើយវាចំណេញមហាសែនលានចំណេញកាលណាចំណេញសុខភាពមួយស្មើនឹងគ្រប់យ៉ាងខាតសុខភាពមួយគឺខាតគ្រប់យ៉ាងដូច្នេះយើងចាប់ផ្ដើមមកគ្រប់គ្រងមកលើកស្ទួយក្នុងការផលិតមិនដើម្បីគុំដាក់សារធាតុរក្សាទុកនិងប៉ះពាល់អូខេរក្សាទុកវាមានហើយបងប្អូនគ្រាន់តែថាកាលណាយើងមានបេះដូងមានសាច់មានឈាមយើងយល់ដឹងពីរឿងសុខភាពយើងយល់ថាកម្រិតណាដែលដាក់ទៅវាសុខភាពតែមានមនុស្សជាច្រើនមិនមែនប្រកាសថាយល់ទេណាធ្វើអាជីវកម្មមកបងប្អូនអ្នកខ្លះគាត់ដើម្បីតែលុយធ្វើអីធ្វើទៅគ្មានអ្នកណាមើលឃើញទេគាត់ធ្វើតាមវិធីជាច្រើនដូចបងប្អូនឃើញប្រហិតស្អីគេចាប់បានមួយគីឡូអាហ្នឹងគេចាប់បានហើយចុះគេចាប់អត់បានអាហ្នឹងក្នុងប្រទេសចុះក្រៅប្រទេសដែលយើងមើលឃើញទៀតអញ្ចឹងខ្ញុំសូមសំណូមពរឲ្យបងប្អូនចាប់អារម្មណ៍មកគ្រប់គ្រងរបស់សុខចិត្តឲ្យថ្លៃបន្តិចចុះតែវាថ្លៃមានគុណភាពមានប្រសិទ្ធភាពហើយអប្រសិទ្ធភាពនឹងខុសគ្នាទៀតអារបស់ដាក់ថ្នាំអារបស់ដែលវាជប់បានដូចខ្ញុំនិយាយដាក់ថ្នាំឲ្យឆាប់ធំនឹងគុណភាពអត់ដូចអារបស់ដែលសឹមតាមធម្មជាតិនោះទេប៉ុតប្រកាសព្រោះក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវមួយរូបដែរគឺខ្ញុំយល់ច្បាស់ហើយខ្ញុំមាន reference ច្បាស់មកបង្ហាញបើសិនជាបងប្អូនមិនជឿអញ្ចឹងអរគុណច្រើនបងប្អូនអរគុណ